ព្រះអង្គមានព្រះឈួនដូច្នេះហើយត្រូវតែតែងតាំងអ្នកស្នងត្រកូលនងរាជអំណាចបន្តប៉ុន្តែគាត់អត់មានសាច់ញាតិណាដែលគាត់ទុកចិត្តទេហើយមួយទៀតនោះគាត់យល់ថាកូនរបស់គាត់វានៅក្មេងក៏ពិតមែនប៉ុន្តែមួយរយៈទៀតទៅវាក្នុងតែធំទេអញ្ចឹងឲ្យវាសោយរាជទៅវាក្នុងតែធំគ្រប់គ្រងប្រទេសជាតិបានទេហើយខណៈពេលហ្នឹងកូននឹងមិនទាន់បានធំស្រួលផងស្ដេចមិនទាន់បានធំស្រួលផងស្របតែបរទេសសៀមនោះគេឈ្លានពានបដ គេដឹងថាអូកូនក្មេងឡើងសោយរាជអាយុ11ឆ្នាំធ្វើជាស្ដេចអាយុ6ឆ្នាំធ្វើជាឧបរាជអញ្ចឹងកិច្ចការងារប្រទេសជាតិទាំងអស់គឺស្ទះចលាចលគាំងគ្រប់ច្រកល្ហកធ្វើស្អីក៏ចេញដែរកុំថាឡើយនិយាយអំពីកិច្ចការនយោបាយកម្រិតជាតិសំបីតែនិយាយអំពីចានបាយហូបបញ្ចុកមាត់ហ្នឹងក៏គាត់បញ្ចុកមិនទាន់ត្រូវមាត់ផងអាយុ6ឆ្នាំកាន់កិច្ចការរាជកិច្ចទាំងអស់ព្រោះនៅក្នុងសម័យកាលនោះបន្ទាប់ពីស្ដេចមកគឺឧបរាជហើយឧបរាជ6ឆ្នាំកាន់កិច្ចការងារនគរទាំងមូលអញ្ចឹងមន្ត្រីខេត្តគ្រប់ខេត្តទាំងអស់ត្រូវយកបញ្ជីយកឯកសារយករបាយការណ៍ងារមករាប់ពាន់ការងារយកមកចោលយកមកទុកចោលហ្នឹងកូនក្មេងអាយុ6ឆ្នាំធ្វើស្អីកើតនៅទីបាវនៅឡើយហ្នឹងតើអាចកាន់កិច្ចការនគរយ៉ាងដូចម្ដេចហើយស្ដេចអាយុ11ឆ្នាំដូច្នេះហើយស្ទះគ្រប់ច្រកល្ហកទាំងអស់នៅពេលដែលស្ទះគ្រប់ច្រកល្ហកទាំងអស់ទៅបរទេសគេមើលងាយទៅបរទេសគេប្រមាថអញ្ចឹងហើយបរទេសគេបញ្ជូនចារកិច្ចចារកម្មណាគេបញ្ជូនកងទ័ពគេវាយយកម្ដងមួយខេត្តម្ដងមួយខេត្តម្ដងមួយខេត្តវាយយកសិរិនវាយយកស៊ីសកាតវាយយកច័ន្ទបុរីវាយយកកុកខណ្ឌវាយយកប្រចាំបុរីណាវាយយកអយុធ្យាវាយយកខេត្តមហានគរខេត្តសៀមរាបហ្នឹងណាវាយយកខេត្តបាត់ដំបងកាលនោះនៅប្រទាយមានជ័យអីគេវាយយកមកវាយចូលមកដល់ទីក្រុងលង្វែកនៅកំពង់ឆ្នាំងអស់មកជាហៀងប្រទេសនាពេលបច្ចុប្បន្នហ្នឹងអស់មកជាហៀងបាត់គេត្រួតត្រាពេញចំហឹងចំណែកឯមកចំហៀងទៀតចលាចលអាហ្នឹងដោយសារតែអ្វីដោយសារតែសម័យកាលនោះប្រទេសជាតិគឺជាកម្មសិទ្ធិរបស់គ្រួសារស្ដេចគ្រួសារអ្នកមានអំណាចមិនមែនជាកម្មសិទ្ធិរបស់ពលរដ្ឋទេដូច្នេះហើយយើងអត់និយាយពាក្យថាបោះឆ្នោតទេបងលើកឡើងថាគួរតែបោះឆ្នោតជ្រើសរើសមន្ត្រីហ្នឹងគឺអត់មានពាក្យថាបោះឆ្នោតទេបងនាសម័យកាលនោះអំណាចគឺផ្ទេអំពីបិតាមកកូនទេអំពីបុព្វបុរសអ្នកមានអំណាចហ្នឹងមកអ្នកបន្តទៀតអត់មានពាក្យថាបោះឆ្នោតទេដូច្នេះហើយទើបជាហេតុផលដែលប្រទេសជាតិទាំងមូលត្រូវតែផ្ទេទៅឲ្យកូនរបស់ខ្លួនត្រូវតែផ្ទេឲ្យទៅអ្នកស្នងរាជរបស់ខ្លួនអ្នកផ្សេងគឺមិនអាចផ្ទេឲ្យបានឡើយអ្នកផ្សេងគឺស្ដេចមិនព្រមផ្ទេឲ្យឡើយបើអ្នកផ្សេងចង់បានអំណាចលុះត្រាតែមួយប៉ុណ្ណោះទេនាសម័យកាលនោះគឺនាំកងទ័ពវាយដណ្ដើមយកតែប៉ុណ្្នឹងទេអត់មានពាក្យថាបោះឆ្នោតដណ្ដើមបោះឆ្នោតផ្ទេតួនាទីដឹកនាំប្រទេសគឺអត់មានទេលក្ខណៈគឺវាខុសគ្នា